ទិដ្ឋភាពទីតាំងបបកត្រីចូលកម្មទាំងនៅខាងម្ដងមានចេញស្រកលងវែងអីគោម៉ែតែគ្រប់គ្នាខ្លាយអត់លើកទឹកមកយូរអាស្គួតអត់ទេបានទេប៉ុណ្ណឹងបានហីអ្វីមកវាទឹកមកយូរហើយមើលនៅក្នុងទឹកឯអាយកទឹកទៅទៀតហើយចាំមើលវាតទៅមុខទៀតវាយ៉ាងម៉េចស្អាតហ៎បីលយហ៎បីចិត្តថ្ងៃនេះមកអត់ក្តៅត្រជាក់ស្រួលនេះថ្ងៃហ្នឹងអត់សូវក្តៅវីដេអូនេះផ្ញើជូនពាក់មីអញមិនឃើញអត់ចង់ឃើញអញមិនចង់ឃើញអ្វីទាំងអស់ចឹងជីវិតអ្នកប្រវត្តិត្រីវាមិនងាយទេមួយស៊ូណាជួនបានទៀតខ្ញុំគ្រប់ត្រូលលោកអើយលោកពេញដំហឹងហ្មងបើនៅផ្ទះទិញត្រីគេស៊ីវាឆ្ងាញ់មិនសុខចិត្តទេអីគោម៉ែសក់មកហោត្រីនៅក្រៅអញ្ចឹងត្រីក៏ដូចស្រីដែរទៀតហើយអញហើយតែបានផ្ទះបាញ់អត់ត្រូវមែនស្រីក្នុងផ្ទះមានមិនស៊ីទេព្រោះស្រីក្រៅអញ្ចឹងត្រីក៏ចឹងដែរឃើញទេឃើញរបៀបរបបអ្នកប្រវត្តិត្រីនៅតាមនិយាយថាហ្នឹងហៅអ្នកប្រវត្តិត្រីពិតប្រាកដអញ្ចឹងប៉ែលបើដូចប៉ែលអីប្រវត្តិត្រីទិញត្រី1គីឡូ2គីឡូពីផ្ទះអូចាថាគាត់ចឹងអត់មានពាក្យកសើឲ្យតងផងអីផងទិញត្រីទិញចោហើយមើលនេះបើធ្វើវាមើលផងសើស្វាយអត់មាននេះសិតតែស្វាយស្អីនេះអត់មានយកម្ហូបមហែបមកទេមានតែស្វាយគឺត្រីសុទ្ធហ្មងអើយកូនណៃកូនហើយមើលនេះមើលតងនេះមើលគេផ្គុំឡើងrồiអីមើលកុំថាឡាយពាក់មីកុំថាឡាយក្តីអីណាណីណាអូស្អីគេសុំចាញ់ណាតងតែអាវពាក់ក៏ធ្វើបានជាតងមួយដែរកន្លែងនៅដែរខំម្នាក់មួយហើយមើលប្រឡងមើលតំណងណានេះប្រឡងតំណងណានេះព្រៃឈើសិតចម្រុកត្រីហើយចាំមើលវាតទៅមុខទៀតវាយ៉ាងម៉េចវាថាអ្នកត្រីសម័យឥឡូវគេអត់ប្រវត្តិណាគេដាក់ស្ទូចឥឡូវនេះបាននេះយកមកអាំងបានមួយណាហ្នឹងតង់ទី1លេងប៉ុណ្្នឹងតង់ទី1លួច1តង់ទី2លួច2ទៀតអាស្ទីលហ្នឹងអញត្រាប់អញវាយ2 3នាក់ឯង